ប្រាសាទបេងមាលាមានទីតាំងស្ថិតនៅក្នុងភូមិបេងមាលាស្រុកស្វាយលើខេត្តសៀមរាបខាងកើតភ្នំគូលែនប្រហែលជា77គីឡូម៉ែត្រនៃទីក្រុងសៀមរាបប្រាសាទនេះមានលក្ខណៈស្រដៀងគ្នានឹងប្រាសាទអង្គរវត្តនិងត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរវរ្ម័នទី2ប្រាសាទនេះមានគួរទឹកដុតធំមានប្រវែង1200ម៉ែត្រគុណនឹង900ម៉ែត្រប្រាសាទបេងមាលាត្រូវបានសាងសង់នៅចុងសតវត្សទី11និងដើមសតវត្សទី12លើផ្ទៃដីទំហំ14ហិកតាដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនានិងកាយវិស្ណុនិយមដែលហេតុថាទ្រង់ទ្រាយប្រាសាទនេះប្រហាក់ប្រហែលប្រាសាទអង្គរវត្តនោះដូច្នេះរាល់វត្ថុបំណងនិងស្ថាបត្យកម្មក៏ត្រូវមានលក្ខណៈដូចគ្នាប្រាសាទអង្គរវត្តដែលប្រវត្តិសាស្ត្រចារទុកថាជាស្នាប្រហោះរបស់ព្រះបាទសូរវរ្ម័នទី2នោះសាងឡើងដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុដែលមានកសិណទឹកព័ទ្ធជុំវិញរាប់គីឡូម៉ែត្រខណ្ឌទីតាំងប្រាសាទឲ្យคล้ายជាកោះមួយនោះដូច្នេះប្រាសាទបេងមាលាក៏ត្រូវតែមានន័យដូចគ្នាដែរប្រាសាទបេងមាលាស្ថាបនាឡើងអំពីថ្មភក់និងថ្មបែកក្រៀមដែលមានទ្រង់ទ្រាយប្រហាក់ប្រហែលប្រាសាទអង្គរវត្តដែលបុរាណវិទូមួយចំនួនយល់ថាប្រាសាទបេងមាលាជាប្លង់មេឬថាពពកបរោះខ្មែរចាប់កសាងប្រាសាទបេងមាលានេះមុនហើយបន្ទាប់មកទៅកសាងប្រាសាទអង្គរវត្តដ៏ល្បីល្បាញដោយមើលតាមគំរូដើមរបស់ប្រាសាទបេងមាលា